ថ្ងៃនេះខ្ញុំបាទសានប៊ុនធឿនបាទសូមនាំអំពីអាពាហ៍ពិពាហ៍ដ៏ប្លែកមួយនៅក្នុងប្រជាជាតិកម្ពុជាគឺជាលើកដំបូងបំផុតដែលគេហៅថាគូភរិយាស្វាមីគឺថារៀបការស្រឡាញ់គ្នាចិត្តនឹងចិត្តបាទគេថាច្បាប់ធម្មជាតិគ្មានអ្នកណាអាចហាមឃាត់បានទេបាទទោះបីជាយ៉ាងណាក៏ដោយសង្គមប្រទេសជាតិខាងយើងក៏មានការទទួលស្គាល់ឥឡូវនេះប្រជាជាតិកម្ពុជារបស់យើងក៏មានការទទួលស្គាល់ផងដែរហើយច្បាប់នឹងចេញក្នុងពេលឆាប់នេះនឹងឲ្យបរោះឬក៏នារីដែលស្រឡាញ់ភេទដូចគ្នាឥឡូវដូចជាថ្ងៃនេះវត្តមានរបស់ខ្ញុំបាទសានប៊ុនធឿនបានចូលមករួមនៅក្នុងពិធីមង្គលការមួយអ្វីដែលជាប្លែកនោះគឺរៀបការគេហៅថាគូកូនកំលោះនិងកូនក្រមុំបាទសុំសួរទីមកស្អាតមែនទែនជំរាបសួរបងប្រុសបាទកូនកំលោះស្អាតមែនទែនមិនចាញ់តារាភាពយន្តទេបាទហើយមានកូនក្រមុំហើយមានអារម្មណ៍សុបាយទេយ៉ាងម៉េចកូនក្រមុំបាទស្រឡាញ់ចឹងបាទស្រឡាញ់អស់ពីដេះដូងតែម្ដងបាទហើយនេះគឺជាគំរូមួយដែរហើយជាលើកទី1នៅប្រទេសកម្ពុជាដែលសាមគ្គីបានមកថតនៅក្នុងពិធីមង្គលការរបស់កូនក្រមុំនេះកូនក្រមុំណាហើយឈ្មោះអីបងចាំទីហៅអូបាទស្អាតមែនទែនបាទធម្មតាទេច្បាប់ធម្មជាតិគ្មានអ្នកណាកាត់មកចង់អញ្ចឹងទេប៉ុន្តែបងគ្រប់ត្រូលសាមគ្គីជំរាបសួរខាងកូនកំលោះបងបាទឈ្មោះអីអូនយើងឈ្មោះពេជ្របងបាទហើយសុខសប្បាយទេបាទសុខសប្បាយបងហើយបាទហើយបានសម្រេចចិត្តរៀបការជាមួយគ្នាតើមានអារម្មណ៍ប្លែកយ៉ាងម៉េចដែរគឺថាបើថ្លៃវិញគឺសប្បាយចិត្តតែម្ដងនិយាយវាថ្លៃមិនបានហ្មងអញ្ចឹងណាបងហើយក៏សូមទូទាំងប្រទេសគុំប្រកែកកាន់ទាំងអស់គ្នាបាទអត់អីទេបងគ្រប់ត្រូលណាហើយជាលើកទី1ហើយដែលសាមន្តធានបានមកថតហើយគឺថានៅប្រទេសកម្ពុជាគឺមានតែគូភរិយាស្វាមីនេះទេបងសូមជូនពរឲ្យរាត្រីទឹកឃ្មុំកាន់តែមានរសជាតិណាបាទហើយអញ្ជើញភ្ញៀវមកបានប្រហែលតុក16តុកអូហើយអញ្ជើញទាំងអស់តែម្ដងវត្តមានអាដាមលោកជំទាវពិសេសគឺថាមិនប្រកាន់ទេសំខាន់ប្អូនក៏ជាជនជាតិខ្មែរហើយក៏ខ្មែរយ៉ាងណាក៏ដោយកើតមកមានអ្វីអាចប្រឆាំងពីធម្មជាតិបានទេមានណានៅប្រទេសកម្ពុជាមិនមែនមានតែប្អូនតែបងសរសើរមួយដែលប្អូនហ៊ានចេញមុខជាសកលនៅប្រទេសកម្ពុជាដែលបានរៀបការថ្ងៃនេះគឺថ្ងៃទី28អូខែមីនាល្អមែនទែនបាទជូនពរចាប់ដៃថាបគ្នាមួយមកចាសូមឲ្យថាបគ្នាមួយអូថាបគ្នាមួយបាទប៉ុន្តែបងសូមឲ្យអ្នកភ្លេងដាក់បទឯណាទៅឋានសួគ៌មួយមកបងកាត់បាទអរគុណច្រើនបាទអរគុណហើយសូមជូនពរឲ្យឆាប់មានកូនមានចៅណាអរគុណច្រើនបាទអរគុណអ្នកគ្នាបាទនេះជាវត្តមាននៅទីក្រុងមាសនៅខេត្តសៀមរាបមិនមែនទីក្រុងបងក្រុងមាសក្រុងមាសបាទក្រុងមាសខេត្តសៀមរាបបាទខាងសារព័ត៌មានធំបាទមែនទែនយើងឃើញវត្តមានបានចូលរួមបាទគ្រប់ត្រូលអ្នកគ្នាណាបាទអរគុណណាស់ដែលបានរៀបការបាទនេះគឺទទួលចំណងដៃបងអាចជួយសានប៊ុនធឿនបាទសានប៊ុនធឿនបាទខ្ញុំស្អាតមែនទែនបាទកូនក្រមុំអរគុណណាស់បាទមុខដូចតារាភាពយន្តអញ្ចឹងណាបាទស្អាតនេះតែបងឃើញទេនៅបាទអរគុណណាស់